ជាងចប់មួយក្បាលបានវាចូលទៅក្នុងដបកៅដែលបើកមាត់ទុកចោលចុងអណ្ដាតរបស់វាប៉ះនឹងជាតិរាវស្អិតហើយវាចាប់ផ្ដើមចូលចិត្តក្លិនគីមីដែលមានរសជាតិផ្អែមតិចៗនោះវាចូលចិត្តអារម្មណ៍ដែលរាវស្អិតនោះរំពាត់ខ្លួនវាជាខ្លាំងវាគិតថានេះប្រហែលជាផ្លែឈើដែលធម្មជាតិប្រទានឲ្យវាដូច្នេះវាចាប់ផ្ដើមលេបយ៉ាងត្រេកត្រអាលរហូតដល់ហ៊ានលេចខ្លួនពាក់កណ្ដាលចូលទៅក្នុងដបមិនយូរប៉ុន្មានវាចាប់ផ្ដើមមានអារម្មណ៍ថាជើងរបស់វាក៏រឹងហើយកន្ទុយក៏កាន់តែធ្ងន់វាព្យាយាមវាត្រឡប់ទៅកាន់មាត់ដបវិញប៉ុន្តែរាល់ការតស៊ូរបស់វាបែរជាធ្វើឲ្យកៅរឹតតែស្អិតនិងចង់ជាប់រាងកាយរបស់វាខ្លាំងឡើងទីបំផុតវាក្លាយជាគំនូរមួយដែលគេយកសតដាក់នៅក្នុងបាតដបហើយជាប់គាំងនៅក្នុងរិយាបថត្រេកត្រអាលដែលនោះជារៀងរហូតនេះហើយគឺជាអ្វីដែលអាចប្រៀបធៀបនឹងកម្លាំងជំរុញដោយការផ្ដល់រង្វាន់ក្នុងចិត្តវិទ្យារាល់ដងយើងយល់ច្រឡំថាអ្វីដែលធ្វើឲ្យយើងញៀនគឺជាប្រភពនៃសេចក្តីសុខខណៈដែលការខូចខាតដល់រាងកាយត្រូវបានយើងយកមករុំជាមួយអារម្មណ៍ថាវាជាការលួងលោមផ្លូវចិត្តថ្នាំជប់បង្កើតទីចម្រោកនៅក្នុងសួតរបស់អ្នកហើយដាក់អន្ទាក់នៅក្នុងប្រព័ន្ធប្រសាទតាមរយៈការបញ្ជូនសារធាតុនីកូទីនទៅកាន់ខួរក្បាលជាបន្តបន្ទាប់វាធ្វើឲ្យអ្នកជឿថាគ្រាន់តែបារីមួយដើមអាចជួយបន្ថយការថប់បារម្ភបានប៉ុន្តែវាមិនមែនជាថ្នាំព្យាបាលឡើយវាគ្រាន់តែជាសម្បត្តិចូលទៅក្នុងជ្រោះដ៏គ្រោះថ្នាក់ដែលអ្នកជាអ្នកប្រគល់ឲ្យខ្លួនឯងប៉ុណ្ណោះមនុស្សជាច្រើនជាប់គាំងនៅក្នុងដបកៅនេះហើយព្យាយាមប្រើតែឆន្ទៈរបស់ខ្លួនដើម្បីទប់ទល់នឹងការញៀនប៉ុន្តែពួកគេតែងតែត្រឡប់ទៅរកវាវិញដោយសារការចង់បានរង្វាន់ពីខួរក្បាលនៅពេលដែលសារធាតុគីមីលែងអាចបង្កើតអារម្មណ៍រីករាយคล้ายៗឲ្យអ្នកបានទៀតនោះកម្លាំងជំរុញផ្នែករាងកាយដែលធ្លាប់តែបង្ខំឲ្យអ្នកត្រឡប់ទៅរកវានឹងចាប់ផ្ដើមរលត់ទៅវិញកុំអនុញ្ញាតឲ្យខ្លួនឯងក្លាយជាគំនូរសិតមួយនៅក្នុងការញៀនជួនកាលការវាចេញពីដបកៅនោះប្រហែលជាងាយស្រួលជាងអ្វីដែលអ្នកគិតចូលឈប់សិនហើយសួរខ្លួនឯងថាអ្វីដែលធ្វើឲ្យអ្នកមិនអាចដកខ្លួនចេញបានវាបានផ្ដល់អ្វីខ្លះដល់អ្នកហើយវាបានយកអ្វីខ្លះពីអ្នកវិញការទទួលស្គាល់ថាខ្លួនឯងកំពុងពឹងផ្អែកលើវាមិនមែនមានន័យថាអ្នកចាញ់ទេផ្ទុយទៅវិញវាគឺជាជំហានដំបូងដើម្បីយកការគ្រប់គ្រងលើជីវិតនិងការដកដង្ហើមរបស់អ្នកត្រឡប់មកវិញ